សួស្តីពូម៉ែបងប្អូនថ្ងៃនេះមកដាក់ហើយជាមួយនឹងពពាយហើយជាមួយនឹងត្រីប្រៃធម្មជាតិធ្វើដោយខ្លួនឯងជាតិណាបងប្អូនអើយណាមើលណាឆ្ងាញ់ណាហើយរៀងជូរហឹលដាក់ម្ទេសមកគ្រាប់អត់មិនមកគ្រាប់ទេមកផ្លែដាក់មកផ្លែគេថាហឹលដល់បេះដូងតម្រងបាទនេះពពាយជាមួយនឹងត្រីប្រៃនិងបាយថៃត្រង់បងប្អូនឆ្ងាញ់មែនបាទដាក់មកគ្រាប់ទៀតចេញនេះខ្ចីតែមកបាទឆ្ងាញ់ណាមកពូនតែបានបាយថៃត្រង់ឯនេះតាមតាន់បានមកជាមួយខ្ញុំមកมันមានអីច្រើនទេម្ហូបនៅស្រុកស្រែយើងមានតែប៉ុណ្្នឹងឯងប៉ុន្តែគេចង់គាត់តែចង់ប្រាប់តែឆ្ងាញ់បងប្អូនណាបាទបើមិនជឿចាំសាកមើលតែបាទឆ្ងាញ់ណាអរគុណដែលបានទស្សនាចាំធ្វើម្ហូបឆ្ងាញ់ទៀតមកហាញនៅក្រៅទៀតអរគុណបាយបាយ